គ្រាន់តែលួចស្រឡាញ់គេម្នាក់ឯងហ្នឹងរាប់ថាជាជំងឺផ្លូវចិត្តដែរមែនឥឡូវនេះបងអូនត្រូវអីជាមួយនឹងលឹមតិចមេងនិយាយថាអូនិយាយតែមកគិតជឿខ្ញុំផងណានិយាយមកបញ្ជាក់ឲ្យច្បាស់មើលសង្សារសង្សារតំណតំណងជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងចែករំលែកអំពីរឿងមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍នៅក្នុងបណ្ដាញសង្គមហើយខ្ញុំនឹងចែករំលែកអំពីជំងឺផ្លូវចិត្តមួយយ៉ាងដែលគេហៅថាជំងឺ Erotomania ជំងឺ Erotomania គឺជាជំងឺផ្លូវចិត្តមួយស្ថិតនៅក្នុងក្រុមនៃជំងឺគេហៅថា Delusion Disorder ឬជាប់ភាសាខ្មែរយើងហៅថាជំងឺមមាលជំងឺមមាលគឺជាប្រភេទជំងឺដែលនាំឲ្យអ្នកជំងឺហ្នឹងគាត់អាចយល់ឃើញឬជឿនៅអ្វីដែលមិនសមរម្យឬហួសពីការពិតដែលគ្មានហេតុផលលក្ខណៈរបស់ជំងឺErotomania វាគ្រាន់តែជាជំងឺតូចមួយនៅក្នុងក្រុមរបស់ Delusional Disorder ដែលក្នុង Delusional Disorder វាមានជំងឺផ្សេងៗទៀតប៉ុន្តែយើងនឹងលម្អិតអំពី Erotomania លក្ខណៈរបស់Erotomania គឺជាការដែលយល់ឃើញថាមានបុគ្គលម្នាក់ទៀតមានចិត្តលួចស្រឡាញ់ខ្លួនយ៉ាងខ្លាំងក្លាតែម្ដងហើយជាទូទៅអ្នកដែលមានជំងឺ Erotomania គាត់មានអារម្មណ៍បែបហ្នឹងទៅលើបុគ្គលដែលគេហៅថាហួសលទ្ធភាពរបស់គាត់ដូចជាឧបមាដូចជាតារាល្បីអ្នកនយោបាយអ្នកចៅហ្វាយនាយឬក៏ជាអ្នកមានឥទ្ធិពលនៅក្នុងសង្គមល្បីល្បាញអីចឹងទៅហើយជួនកាលគាត់មានអារម្មណ៍បែបហ្នឹងទៅលើមនុស្សដែលគាត់អាចជួបសោះក៏មានដែរឲ្យតែជាមនុស្សពិសេសគាត់អាចយល់ថាគេលួចស្រឡាញ់គាត់គេជាសាច់ញាតិគ្រួសារគាត់ឬជាមិត្តភក្តិជិតស្និទ្ធមួយគាត់ជាដើមហើយពេលខ្លះក៏មានអារម្មណ៍ហ្នឹងកើតឡើងទៅលើតួអង្គប្រឌិតដែរអ្នកជំងឺចាប់ផ្ដើមមានអារម្មណ៍ថាគាត់ជាមិត្តភក្តិរបស់តួអង្គណាមួយដែលតែស្ដែងមិនមែនមានពិតទេនៅលើโลกនេះហើយនៅពេលដែលមានជំងឺនោះអ្នកជំងឺគាត់ចាប់ផ្ដើមបកស្រាយសកម្មភាពធម្មតារបស់បុគ្គលដែលគាត់ច្រឡំថាគេស្រឡាញ់គាត់ហ្នឹងថាជាសញ្ញាសម្ងាត់នៃសេចក្តីស្រឡាញ់ឬក៏ទំនាក់ទំនងហ្នឹងទៅឧបមាថាគេស្រឡាញ់មកគាត់ដោយចៃដន្យគេញញឹមដាក់គាត់ឬក៏គេធ្វើអីបន្តិចបន្តួចហ្នឹងគាត់ចាប់ផ្ដើមយល់ថាអាហ្នឹងគឺជាសញ្ញាដែលបញ្ជាក់ពីទំនាក់ទំនងរវាងគាត់និងបុគ្គលម្នាក់ហ្នឹងឬក៏បុគ្គលល្បីល្បាញម្នាក់ហ្នឹងនៅពេលដែលឧបមាដូចគាត់ទៅមើល concert ឃើញតារាម្នាក់ហ្នឹងកំពុងច្រៀងរួចងាកមកញញឹមដាក់គាត់ឬក៏លើកដៃឧបមាថាលើកដៃបេះដូងដាក់គាត់អីអញ្ចឹងទៅគាត់យល់ថានេះជាការបង្ហាញសេចក្តីស្រឡាញ់ឬក៏ជាសញ្ញាបញ្ជាក់ថាគេក៏ស្រឡាញ់គាត់ដែរអីអញ្ចឹងណាអញ្ចឹងគាត់ចាប់ផ្ដើមតាមដានសង្កេតឬអ្នកនឹងរហូតតែម្ដងចំណែកអេរិយាបថរបស់អ្នកជំងឺដែលមាន Erotomania នេះអាចចាប់ផ្ដើមពីគ្រាន់តែគិតនៅក្នុងចិត្តរហូតដល់ចេញសកម្មភាពជាក់ស្ដែងតែម្ដងនិយាយទៅគាត់មានជំនឿមុតមមថាម្នាក់ទៀតហ្នឹងពិតជាស្រឡាញ់គាត់ខ្លាំងមែនឬគាត់ទាំងពីរនាក់ពិតជាមានទំនាក់ទំនងគ្នាដោយសម្ងាត់ពិតមែនទោះបីជាអត់មានភស្តុតាងអ្វីក៏ដោយហើយអ្នកជំងឺភាគច្រើនគាត់យល់ថាខ្លួនគាត់និងតារាល្បីឬក៏បុគ្គលល្បីម្នាក់នោះកំពុងតែតាក់ទងគ្នាជាអាចកំបាំងឬក៏ជាសម្ងាត់អញ្ចឹងទៅប៉ុន្តែដោយសារតែម្នាក់ទៀតជាបុគ្គលល្បីឬក៏ជាអ្នកមានឥទ្ធិពលគេព្យាយាមលាក់បាំងក្តីស្រឡាញ់នោះដោយសារតែឧបសគ្គសង្គមអីអញ្ចឹងគាត់ចេះតែគិតខ្លួនគាត់ទៅមិនអាចបង្ហាញបានអីអញ្ចឹងណាហើយគាត់ចាប់ផ្ដើមធ្វើការទំនាក់ទំនងទៅកាន់បុគ្គលនោះបើសិនជាបុគ្គលពិតប្រាកដហើយមានអាចទំនាក់ទំនងបានគាត់អាចផ្ញើសារផ្ដល់កាដូជូនទូរស័ព្ទទៅឬក៏ព្យាយាមជួបដោយផ្ទាល់ហើយសម្រាប់បុគ្គលនោះដែរគាត់ក៏ព្យាយាមគេហៅថា stalking គឺតាមដានគឺនៅព្យាយាមតាមតោងទាមជាមួយនឹងអ្នកដែលគាត់យល់ថាស្រឡាញ់គ្នាមួយគាត់នឹងមែនតែនហ្មងនេះគឺជាអាការៈធ្ងន់ធ្ងរដែរហើយលក្ខណៈមួយទៀតដែលសំខាន់នោះគឺគាត់អាចឈានទៅរកការធ្វើរឿងដែលហួសពីការគិតរបស់យើងច្រើនត្រឡប់មកវិញតើតើជាមួយនឹងមូលហេតុនៃជំងឺមួយនេះគឺ Erotomania នេះគឺអត់ទាន់ច្បាស់ថាវាកើតឡើងដោយសារមូលហេតុអ្វីពិតប្រាកដនៅឡើយទេប៉ុន្តែវាអាចកើតឡើងដោយសារកត្តា3យ៉ាងកត្តាជីវសាស្ត្រកត្តាផ្លូវចិត្តហើយនិងកត្តាសង្គមដូចជំងឺផ្លូវចិត្តដទៃទៀតដែរវាក៏អាចកើតឡើងផ្គួបជាមួយជំងឺផ្សេងទៀតដែរឧបមាអ្នកខ្លះគាត់មានជំងឺ depression ធ្ងន់ធ្ងរក៏អាចមានជំងឺ Erotomania នឹងកើតឡើងព្រមគ្នាអ្នកដែលគាត់មានជំងឺ bipolar ឬក៏វិបលាស់ទ្វេពលនោះក៏អាចមានជំងឺ Erotomania ព្រមគ្នាជាពិសេសអ្នកជំងឺដែលមានជំងឺ schizophrenia ឬក៏ជំងឺសម័យឃើញអ្វីដែលគេមិនឃើញលឺអ្វីគេមិនលឺហ្នឹងក៏អាចមានអាហ្នឹងដែរហើយតកតងមួយការព្យាបាលពួកគាត់ជាទូទៅគឺការព្យាបាលចាប់ផ្ដើមពីការប្រើថ្នាំទៅហើយនៅពេលដែលការប្រើថ្នាំគាត់អាចទៅជួបជាមួយនឹងអ្នកចិត្តសាស្ត្រប្រើថ្នាំឬក៏យើងហៅជាភាសាបច្ចេកទេសថា psychiatrist ហ្នឹងដើម្បីទទួលការព្យាបាលដោយបើកថ្នាំមកញ៉ាំខ្លួនឯងហើយបន្ទាប់ពីនោះគាត់អាចទទួលការព្យាបាលតាមរយៈ psychologist គឺការ
ព្យាបាលដោយប្រឹក្សាយោបល់ដើម្បីអាចឲ្យគាត់គ្រប់គ្រងអារម្មណ៍ខ្លួនឯងនិងចាប់ផ្ដើមផ្ដល់តម្លៃឲ្យខ្លួនឯងនឹងរស់នៅជាមួយការពិតផងដែរថ្ងៃនេះខ្ញុំសូមចែកម្លែកប៉ុណ្្នឹងទេសង្ឃឹមថាយើងនឹងជួបគ្នានៅថ្ងៃបន្តទៀតអរគុណ